ចាជំរាបសួរថ្ងៃនេះខ្ញុំ review អំពីការលក់កលានការធ្វើកលានណាធ្វើកលានកលក់ឡានលក់របស់បងស្រីខ្ញុំឥឡូវតោះទៅមើលទាំងអស់គ្នាឥឡូវគួរខ្ញុំព្រឹកឡើងហ្នឹងគឺការងាររៀបចំកាត់អាស័យកលានហ្នឹងបងប្អូនយើងកាត់ទុករៀបជាជូរបែបហ្នឹងហើយពេលម៉ោង3ម៉ោង4គឺចាប់ផ្ដើមមើលច្រកកលានតែនេះបងថ្លៃរបស់ខ្ញុំហ្នឹងគាត់អ្នកសក់ចកៃដូងអាពេលល្ងាចឡើងនេះគឺប្រពន្ធរបស់គាត់ហ្នឹងចាប់ផ្ដើមសក់ហើយណាច្រកសុំទោសច្រកកលានច្រកអង្គរដំណើបហ្នឹងមានខ្ទិះដូងលេខខ្ទិះដូងស្ករសសដែកខ្មៅអីចឹងទៅដើម្បីហ្នឹងច្រកវាឲ្យពេញហើយយកទៅដាក់ដុតចឹងគឺគាត់ផ្ទះគាត់នឹងធ្វើអាជីពជាអ្នកអាជីពលក់កលានដុតកលានចឹងណាបងប្អូនឥឡូវហ្នឹងគាត់ច្រកហើយក៏យកមករៀបជាជូរបែបនេះដើម្បីដុតបងថ្លៃរបស់ខ្ញុំគាត់ជាអ្នកដុតគឺប្រយ័ត្នប្រយែងណាបងប្អូនអើយមើលថែកុំឲ្យភ្លើងឆេះតែភ្លើងឆេះខ្លោចទៅធ្វើឲ្យកលានរបស់យើងហ្នឹងក្រៀមខ្លាំងអញ្ចឹងទៅអត់ឆ្ងាញ់ទេអញ្ចឹងថែត្រូវមានដបទឹកមួយនៅជិតខ្លួនឥឡូវហ្នឹងណាឆ្អិនហ្នឹងគឺយកមកសក់ឥឡូវហ្នឹងក្មួយរបស់ខ្ញុំហ្នឹងកំពុងតែសក់កលានហើយណាបងប្អូននេះគឺគាត់សក់បានខ្លះហើយមានបងប្អូនណាចង់ទិញញ៉ាំអីចឹងគាត់មកកំងមកយកដល់កន្លែងនៅឆ្អិននៅពេលម៉ោង8ម៉ោង9យប់ហ្នឹងគឺឆ្អិនហើយបងប្អូននេះកលានរបស់គាត់ហ្នឹងគឺសក់រួចហើយគឺសក់រួចហើយមានបងប្អូននៅក្នុងស្រុកក្នុងភូមិយប់ដែលគាត់ចង់ញ៉ាំអីគាត់អាចមកចាំទិញបានដោយសារគាត់ឆ្អិនម៉ោង8 9យប់ហ្នឹងគឺគាត់ឆ្អិនហើយអញ្ចឹងមានបងប្អូនខ្លះគាត់ឃ្លានគាត់មករកទិញញ៉ាំអីចឹងណាបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណ